នៅពេលព្រះអាទិត្យរះឡើងលើដីស្រះនិងវាលស្រែខ្មែរយុទ្ធជនរបស់យើងបានឈរតម្កល់ខ្លួននៅព្រំដែននិងតំបន់គ្រោះថ្នាក់រាល់ព្រឹករាល់យប់ដោយបេះដូងពោពេញទៅដោយកិត្តិយសនិងកាតព្វកិច្ចពួកគេចងខ្សែក្រវ៉ាត់តម្រៀបអាវុធសម្លឹងមើលទៅមុខដោយមិនដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងតែពួកគេមិនធ្លាប់ថយក្រោយពួកគេឈរជាអ្នកការពារជាតិឲ្យយើងទាំងអស់គ្នាប៉ុន្តែក្នុងទីក្រុងយុវជនជាច្រើនកំពុងភ្លេចពីអ្វីដែលសំខាន់ជាងគេលងលើយប់នាយភ្លៀងសោភ័ណភាពលងលើកាយកំសាន្តមោទនភាពខ្លួនឯងលែងយកចិត្តទុកដាក់លើឋានៈជាពលរដ្ឋដែលត្រូវការរួមចំណែកការពារជាតិបណ្ដាញសង្គមបានក្លាយជាអ្វីដែលគេចងចាំបំផុតការរកចំណូលចិត្តនិងងាក់តាមបានក្លាយជាគោលបំណងខណៈពេលដែលសន្តិសុខរបស់ពួកគេកំពុងស្ថិតនៅនឹងកម្លាំងរបស់យុទ្ធជនខ្មែរដែលឈរដោយមិនមានការទាមទារ